បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានរឿងព្រេងនិទានខ្មែររឿងអណ្ដើកនិងស្វាតោះតាមដានទាំងអស់គ្នាមានរឿងនិទានមួយថាអណ្ដើកនិងស្វាវាសូមធ្វើដន្លងគ្នាតែគ្មានកូនចៅទៅចងពន្ធអ្វីទេគ្រាន់តែនិយាយថាសូមគ្នាធ្វើដន្លងសត្វទាំងពីរស្រឡាញ់រាប់អានគ្នាដោយដន្លងទាំងពួងនោះដែរលុះចំណេរយូរទៅដន្លងខាងស្វានោះគេមានកូនត្រូវរៀបការគេហៅថាភ្ញៀវពួកស្វាសន្មតថ្ងៃនឹងស៊ីការទើបនឹកឃើញអណ្ដើកជាដន្លងថាយើងការកូននេះហៅភ្ញៀវអស់ហើយតែនៅតែអណ្ដើកជាដន្លងមិនទាន់បានទៅប្រាប់ឥឡូវជាថ្ងៃការអស់ទៅហើយបើដូច្នេះឲ្យបំរើទៅអញ្ជើញគាត់ផងបំណាច់យើងរាប់អានគ្នាយូរឆ្នាំណាស់មកហើយគិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញថ្ងៃដែលប្រជុំញាតិស៊ីការនោះអណ្ដើកក៏ទៅដល់ដែរតែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួចពួកស្វាបានឃើញក៏ទៅប្រាប់ដន្លងស្វាថាបិទដន្លងអណ្ដើកមកដល់ហើយនៅឯក្រោមដើមឈើដន្លងស្វាចុះមកឃើញអណ្ដើកក៏ប្រាប់ថាដន្លងឯងឡើងមិនរួចនឹងគេទេមានតែដន្លងឯងខំវ័នេះចុះយើងស្រាវឡើងប៉ុន្តែបើមិនទាន់ដល់ទៅកន្លែងដែលយើងអង្គុយទេដន្លងឯងកុំនិយាយឲ្យសោះទោះបើឃើញអ្វីឬគេថាអ្វីក៏ដោយតែនិយាយធ្លាក់មកស្លាប់ហើយអណ្ដើកទទួលបណ្ដាំដន្លងនោះសពគ្រប់ហើយក៏ទទួលខំវ័ពួកស្វាទាំងប៉ុន្មានក៏ស្រាវវ័នោះឡើងនាំអណ្ដើកទៅឯថ្នាក់លើលុះទៅជិតដល់កន្លែងដែលគេនឹងដាក់នោះជួនជាដន្លងស្រីស្វាឃើញអណ្ដើកក៏សួរដោយរាប់អានថាដន្លងសុខសប្បាយទេឬអណ្ដើកក៏ភ្លេចពាក្យបណ្ដាំហាមាត់ស្ដីទៅនឹងដន្លងក៏បបូតមាត់ធ្លាក់ខ្លួនដល់ដីបែកស្នោកដោយគេបោកនឹងថ្មស្លាប់នៅពេលវេលានោះខានស៊ីការនោះទៅបាទអញ្ចឹងរឿងមួយនេះតើតើនឹងសត្វអណ្ដើកស្វាសត្វអណ្ដើកហ្នឹងវាធ្វើដន្លងជាមួយគ្នាអញ្ចឹងណាហ្នឹងហើយដល់ពេលថ្ងៃស៊ីការហ្នឹងក៏មានញាតិសន្តាននៃទៅចូលរួមដែរប៉ុន្តែដោយសារតែសត្វស្វាបានប្រាប់ហ្នឹងថាកុំឲ្យពេលឡើងហ្នឹងគឺឲ្យតោងគេដាក់វយតោងឡើងតែដល់ពេលភ្លេចទៅអណ្ដើកក៏គេអូសឡើងដល់លើហ្នឹងក៏កន្លែងឆ្លើយមួយដន្លងខាងស្រីហ្នឹងទៅក៏បូតមាត់ធ្លាក់មកបាទអញ្ចឹងរឿងនេះគឺគេនិយាយបែបរឿងនិទានអញ្ចឹងបងប្អូនចូលទៅគិតហើយថាវាល្អស្ដាប់ប៉ុណ្ណាដែររឿងនេះ